តោះបងប្អូនទៅទស្សនាវីដេអូគេធ្វើជាមួយនឹងញោមសាច់ជ្រូកបងប្អូនណាគេដាក់ជាមួយនឹងបន្លែ3មុខហើយតមកគេធ្វើជាសាច់ជ្រូកអញ្ចឹងហ่าបងប្អូនតាំងតែឆ្ងាញ់តែម្ដងឃើញអត់មើលទៅតំណងមែនតែនបងប្អូនយើងអាចយកទៅខ្លែមទៅញ៉ាំលេងបានបងប្អូននេះវិធីសាស្ត្រធ្វើបងប្អូនគេដាក់ជាមួយនឹងអីគេនេះសរសៃលក្ខណៈស្រួលបងប្អូនហើយតមកជាមួយនឹងស្ពៃក្តោបរបស់យើងណាចាត់វាឲ្យលក្ខណៈថាតូចៗហើយដាក់ចូលជាមួយនឹងសាច់ជ្រូកហើយតមកដាក់ជាមួយនឹងម្ទេសហើយស្ករហើយជាមួយនឹងលឹកត្រីហើយវាជែងអញ្ចឹងណាហើយច្បល់ចូលគ្នាបងប្អូនណាហើយមើលទៅឡើងត្រណោមែនតែនពេលយើងច្បល់ចូលគ្នាវាធ្វើជាតិហើយបងប្អូនណាចាំមើលទាំងអស់គ្នានិយាយរួមទៅពិតជាប្លែកមែនតែនណាមិនដែលឃើញជាមួយនឹងញោមបាគេគឺបែបហ្នឹងគឺឆ្ងាញ់តែម្ដងបើយើងយកទៅស្ងោរឬក៏បំពងទៅតែឆ្ងាញ់ឃើញអត់ឥឡូវវាម៉ត់แล้วហើយតោះយើងយកជាមួយនឹងសរសៃនេះបងប្អូននេះគេហៅថាថង់នេះបងប្អូនថង់ខៀវហ្នឹងណាបងប្អូនហើយតោះមកគេចាប់ដើមដាក់ជាមួយនឹងសាច់ជ្រូករបស់យើងចូលនៅក្នុងហ្នឹងហើយតោះមកយើងលេងជាមួយនឹងប្រេងណាបងប្អូនហើយតោះមកមូកុំឲ្យវានេះវាស្អិតជាប់គ្នាអញ្ចឹងបងប្អូនហើយតោះមកក៏យកដាក់ម្ល៉េះខាងអញ្ចឹងណាបាន3ជួរតែម្ដងហើយតោះមកយើងគ្របវាទុកផ្អាប់វារយៈពេលលក្ខណៈកន្លះម៉ោងអញ្ចឹងណាបងប្អូនចំហុយវាហើយតោះមកយើងកាត់វាបងប្អូនកាត់វាជា3 4កង់អញ្ចឹងណាបងប្អូនហើយយើងបំពងម្តងទៀតយើងស្ងោរហើយយើងយកទៅតំពងម្តងទៀតអញ្ចឹងណាបើវាឆ្អិនម៉ត់แล้วហ្មងណាហ្នឹងហើយតោះមកចាប់ដើមហាច់មកវ៉ាវញាក់សាច់តែម្ដងបងប្អូនឡើងតំណងញ៉ាំមែនតែនបងប្អូនយើងអាចយកទៅញ៉ាំលេងបានខ្លែមក៏បានតោះវិធីធ្វើសាស្ត្រជាមួយនឹងអីគេនេះបងប្អូននេះបងប្អូនលក្ខណៈថាអីគេបំពងបងប្អូននេះអីគេនេះក្រហមហ្នឹងវ៉ាវឡើងឆ្ងាញ់តែម្ដងបងប្អូនឃើញទេតោះវិធីសាស្ត្រល្អទៅគាត់ជាមួយនឹងទឹកជាមួយនឹងអីគេដលងបារាំងបងប្អូនគេយកបលឹងបារាំងមកយើងបានយកទៅចិត្តបងប្អូនចិត្តទូចអញ្ចឹងណាបងប្អូនស្ដាងឲ្យតែប៉ែតចិត្តគ្នាតោះមកយើងហាន់វ៉ាន់វាច្រំវាឲ្យវាទូចខ្លាចជានេះហើយតោះមកយើងចូលចាក់ទឹកលាងវាអញ្ចឹងទៅដល់ពេលវាលាងវាស្អាតអញ្ចឹងបងប្អូនហើយតោះមកគេត្រង់ដាក់មកខ្លាយដាក់ម្សៅរបស់គេពីឡាព្រាហ្នឹងហើយដើម្បីយកទៅបំពងអញ្ចឹងណាអូឡំខ្លាយតែម្ដងហើយយើងយកទៅបំពងបងប្អូនហើយមើលទាំងជ្រួចស្ងោកតែម្ដងបងប្អូនឃើញអត់តំណងមែនតើណាបងប្អូនដឹងថាតឡូបំពងមកគេពិតជាថ្លៃមែនទែនបងប្អូនណាយីមែនបងប្អូនឃើញឥឡូវឆ្អិនបាត់ទៅហើយបងប្អូនឡើងក្រហមញ៉ាំងតែម្ដងហើយតមកយើងដាក់ជាមួយនឹងទឹកប៉េងប៉ោះថែមបងប្អូនដាក់ទឹកប៉េងប៉ោះចូលអញ្ចឹងណាហើយតមកឆាវាក្តៅអញ្ចឹងបងប្អូនដល់ពេលយើងឆាវាក្តៅហើយបងប្អូនហើយលក្ខណៈថាវាឡើងលក្ខហើយតមកយើងដាក់ជាមួយនឹងនេះរបស់យើងបំពងហ្នឹងមកញ៉ាំបងប្អូនហើយកន្លោះទៅកន្លោះមកបងប្អូនហើយឡើងក្រហមតែម្ដងបងប្អូនឃើញតែប្លែកយើងអាចធ្វើតាមគាត់បានតែមើលធ្វើទៅផ្ទះញ៉ាំឲ្យកូនលេងអញ្ចឹងបងប្អូនចំលេងឃើញតែឡូមែនទែនបងប្អូនឃើញតែធ្វើតាមមើលតោះវិធីធ្វើគៀវនេះក៏ពិតជាសំណងមែនតើយើងហាយមកវ៉ាវញាក់សាច់តែម្ដងបងប្អូនយកជាមួយនឹងអីគេនេះសហ្នឹងហើយតមកយកជាមួយសាច់ជ្រូកហើយដាក់ចូលគ្នាជាមួយនឹងទឹមប៊ីចេងកអញ្ចឹងដាក់ចូលគ្នាអញ្ចឹងណាបងប្អូនហើយម្សៅថែមតិចទៀតដើម្បីឲ្យវាពេលបំពងទៅវាអត់នេះហើយតមកយកទៅ6ថង់លឿងហ្នឹងដើម្បីយកទៅមូលវាអញ្ចឹងណាបងប្អូនហើយចំហុយវា15នាទីហើយយើងហាន់វាអញ្ចឹងណាបងប្អូនហើយតមកចំពង